ដាក់ទូរស័ព្ទនេះចូលក្នុងទូទឹកកកហើយចាក់វីដេអូចោលរយៈពេល10ម៉ោងចាំមើលតើវាអាចទ្រាំទ្របានឬអត់មករបស់យើងគឺនៅ100%ពេញអញ្ចឹង10ម៉ោងក្រោយយើងនឹងមក check មើលទាំងអស់គ្នា10 hours later អូខេឥឡូវនេះគឺគ្រប់10ម៉ោងហើយឥឡូវយើងមកមើលទាំងអស់គ្នាអញ្ចឹងឃើញថាទូរស័ព្ទរបស់យើងគឺនៅដំណើរការដដែល10ម៉ោងជាងហើយថាមពលថ្មរបស់យើងគឺនៅ54%អញ្ចឹងក្នុងរយៈពេល10ម៉ោងនេះគឺវាស៊ីថ្មមិនដល់50%ផងអញ្ចឹងនេះគឺជាទូរស័ព្ទ Huawei Nova 15 Max ជាទូរស័ព្ទដែលមានថ្ម8500 mAh ធន់ទៅនឹងការធ្លាក់កម្ពស់រហូតដល់ 5.5 ម៉ែត្រមានអាវក្រោះការពារទឹកហើយទោះបីជាអេក្រង់សើមក៏យើងអាចចុចបានស្រួលផងដែរយើងអាចប្រើប្រាស់កម្មវិធីផ្សេងៗដូចទៅនឹងទូរស័ព្ទ Android ទូទៅដែរមិនថាកម្មវិធីធនាគារ ABA ឬធនាគារផ្សេងៗក្នុងនោះមានជាប៊ូតុង shortcut ដែលយើងអាច customize វាដើម្បីវាបើកកម្មវិធីផ្សេងៗឧទាហរណ៍ដូចជាយើងចុចវាឲ្យជាប់ដើម្បីបើកមុខងារ scan QR នៅលើ ABA តែម្ដងអេក្រង់ធំរូបរាងស្អាតប្រណិតនៅក្នុងតម្លៃសមរម្យមែនទែនវីដេអូ full review នឹងចេញនៅក្នុងពេលឆាប់ៗនេះ